ងជីវិតរងទៅទាំងទឹកភ្នែកសូមគោរពនិងជម្រាបសួរលោកតាលោកយាយដែលជា fan របស់លោកស៊ិនស៊ីសមុទ្រក៏ដូចជា fan របស់កូនលោកតាស៊ិនស៊ីសមុទ្រលោកប៊ឺតសម្រាប់ខ្ញុំបាទថ្ងៃនេះបងកង3ស្ទឹងត្រែងព្រំដែនឡាវបានឃើញសំណេររបស់ខាងក្រុមប្អូនព្រះសូរិយាខាងប្អូនក្រុមព្រះសូរិយាយកចៅទួតដែលគាត់បានអះអាងថាជាចៅទួតរបស់លោកស៊ិនស៊ីសមុទ្រយកមកធ្វើការប្រៀបធៀបភិនភាគតម្រង់មុខសក់ក្បាលជាមួយនឹងលោកស៊ិនស៊ីសមុទ្របាទហើយថ្ងៃនេះដែរខ្ញុំក៏បានលើកយករូបភាពរបស់លោកប៊ឺតសម្រាប់ហើយនឹងលោកស៊ិនស៊ីសមុទ្រយកមកធ្វើការប្រៀបធៀបនិងវិភាគដែរណាបងប្អូនពុកម៉ែណាពីព្រោះខាងប្អូនក្រុមព្រះសូរិយាគាត់បានយកចៅទួតរបស់លោកស៊ិនស៊ីសមុទ្រមកធ្វើការប្រៀបធៀបនិងវិភាគបាទថាដូចថាសាច់ឈាមដូចបាទតែខ្ញុំក៏លើកយកលោកប៊ឺតសម្រាប់ដែលលោកអះអាងថាលោកគឺជាកូនគឺជាដំណក់ឈាមរបស់លោកស៊ិនស៊ីសមុទ្រយកមកធ្វើការប្រៀបធៀបភិនភាគតម្រង់មុខមាត់ដែរបងប្អូនពុកម៉ែណាថាតើអ្នកទាំងពីរមួយណាដូចលោកស៊ិនស៊ីសមុទ្រខ្លាំងជាងគេបងប្អូនពុកម៉ែក៏ប៉ុន្តែឥឡូវយើងចូលទៅអានសំណេររបស់ខាងប្អូនក្រុមព្រះសូរិយាសិនបាទចៅទួតនិងទួតស៊ិនសុមុនីសាច់ឈាមបង្កើតចិត្តឆ្ងាយនៃលោកអធិរាជសំឡេងមាសស៊ិនស៊ីសមុទ្រគិតមកដល់ពេលនេះឆ្នាំ2026លោកអធិរាជសំឡេងមាសមានចៅទួតជាច្រើនអ្នកបើទោះបីដំណក់ឈាមបង្កើតធ្លាក់មកដល់ចៅទួតក៏មិនពិតមែនប៉ុន្តែសាច់ឈាមនិងសារពាង្គកាយនៃដំណឈាមមិនខុសគ្នាឆ្ងាយហួសហេតុនោះទេជំនានិកជនដែលស្រឡាញ់និងគាំទ្រទឹកដមសំនៀងដ៏ផ្អែមរបស់លោកអធិរាជសំឡេងមាសស៊ិនស៊ីសមុទ្រសូមមេត្តាជួយពិនិត្យមើលភិនភាគនៃចៅទួតរបស់លោកស៊ិនស៊ីសមុទ្រប្រកបដោយសុឆន្ទៈបាទបងប្អូនពុកម៉ែបាទចឹងបងប្អូនពុកម៉ែពិនិត្យមើលភិនភាគចៅទួតរបស់លោកស៊ិនស៊ីសមុទ្របានប្រមាណភាគរយដែរដូចនឹងលោកស៊ិនស៊ីសមុទ្របាទមើលសក់មើលភ្នែកច្រមុះបបោមាត់បងប្អូនពុកម៉ែសូមខមមិននៅខាងក្រោមឃ្លីបវីដេអូមួយនេះឥឡូវយើងមកវិភាគភិនភាគរបស់លោកស៊ិនស៊ីសមុទ្រជាមួយនឹងលោកប៊ឺតសម្រាប់ម្ដងបាទនេះគឺរូបភាពរបស់លោកស៊ិនស៊ីសមុទ្រហើយនឹងលោកប៊ឺតសម្រាប់ហើយរូបលោកប៊ឺតសម្រាប់នេះគឺខ្ញុំបានដកស្រង់ចេញពីเพจក្រុមដំណើរខ្មែរដែលលោកប៊ឺតសម្រាប់បានមកច្រៀងឲ្យខាងក្រុមដំណើរខ្មែរបងប្អូនហើយខ្ញុំក៏បាន screenshot បាទ screenshot យករូបភាពរបស់លោកប៊ឺតសម្រាប់មកប្រៀបធៀបនិងវិភាគជាមួយនឹងលោកស៊ិនស៊ីសមុទ្រខ្ញុំឃើញថាមានភាគរយដូចច្រើនខ្លាំងណាស់បងប្អូនពុកម៉ែបាទយើងមើលទាំងទម្រង់សក់ត្រេសក់បាទត្រេចិញ្ចើមច្រមុះបបោមាត់ទាំងស្លឹកត្រចៀកបាទគឺថាដូចមែនតែនហើយបងប្អូនពុកម៉ែបាទបើនិយាយពីប្រអប់ដៃលោកស៊ិនស៊ីសមុទ្រនិងលោកប៊ឺតសម្រាប់វិញគឺដូចគ្នាបេះបិទតែម្ដងបាទនេះគឺជាដំណឈាមគេថាដំណតពូជឈាមបង្កើតឈាមចិត្តឈាមបង្កើតគឺថាយើងមើលទៅដូចមែនតែនបងប្អូនពុកម៉ែបាទអញ្ចឹងបងប្អូនពុកម៉ែយល់យ៉ាងណាដែរការប្រៀបធៀបនឹងវិភាគរបស់ខ្ញុំជាមួយនឹងលោកស៊ិនស៊ីសមុទ្ររវាងលោកប៊ឺតសម្រាប់បាទហើយបងប្អូនពុកម៉ែមានមតិយោបល់យ៉ាងណាសូមចូលមក comment នៅខាងក្រោមคลิปវីដេអូមួយនេះបងប្អូនពុកម៉ែបាទទោះបីសំឡេងសូរស័ព្ទមិនដូចគ្នាក៏ដោយក៏ប៉ុន្តែភាពផ្អែមពីរសស្រទន់នោះគឺវាស្រដៀងគ្នាតែម្ដងណាបងប្អូនពុកម៉ែរវាងលោកប៊ឺតសម្រាប់ជាមួយនឹងលោកស៊ិនស៊ីសមុទ្របងប្អូនពុកម៉ែណាបាទអញ្ចឹងអរគុណច្រើនបាទនេះគ្រាន់តែជាការវិភាគនិងប្រៀបធៀបរបស់ខ្ញុំដូចខាងប្អូនក្រុមព្រះសូរិយាដែរនោះទេណាបាទនេះគឺជាមតិយោបល់របស់ខ្ញុំអរគុណជូនពរ
បងប្អូនពុកម៉ែជួបប្រទះតែសំណាងល្អសុខភាពល្អអាយុវែងគ្រប់គ្នាបាទ